លោកស្រនសមរដ្ឋីអភិបាលរងខេត្តស្ទឹងត្រែងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតបាល់ទាត់មិត្តភាពក្រោមប្រធានបទរួមគ្នាដើម្បីការអភិវឌ្ឍខេត្តស្ទឹងត្រែងចូលរួមផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាព័ត៌មានคล้ายៗនៅរសៀលថ្ងៃទី3ខែកុម្ភៈឆ្នាំ2026លោកស្រនសមរដ្ឋីអភិបាលរងខេត្តស្ទឹងត្រែងបានដឹកនាំកិច្ចប្រជុំមួយដើម្បីត្រៀមរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជានិងក្រុមបាល់ទាត់រដ្ឋបាលខេត្តស្ទឹងត្រែងក្រោមប្រធានបទរួមគ្នាដើម្បីអភិវឌ្ឍខេត្តស្ទឹងត្រែងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធទី11ខែកុម្ភៈឆ្នាំ2026វេលាម៉ោង3:30នាទីរសៀលខាងមុខនេះនៅក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងត្រែងក្រុងកិច្ចប្រជុំនេះមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធនិងគណៈកម្មការរៀបចំការប្រកួតដើម្បីពិភាក្សានិងកំណត់ផែនការលម្អិតពាក់ព័ន្ធនឹងការរៀបចំទីលានការធានាសុវត្ថិភាពសណ្ដាប់ធ្នាប់អនាម័យសុខាភិបាលការផ្សព្វផ្សាយនិងការសម្របសម្រួលផ្សេងឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូនជោគជ័យនិងមានសុវត្ថិភាពខ្ពស់ក្នុងឱកាសនោះលោកស្រនសមរដ្ឋីបានមានប្រសាសន៍បញ្ជាក់ថាការរៀបចំការប្រកួតបាល់ទាត់មិត្តភាពនេះមិនត្រឹមតែជាការលើកកម្ពស់វិស័យកីឡានិងសុខភាពសាធារណៈប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឱកាសដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍វប្បធម៌និងការអភិវឌ្ឍនានារបស់ខេត្តស្ទឹងត្រែងព្រមទាំងបង្កើនភាពស្និទ្ធស្នាលនិងសាមគ្គីភាពរវាងភាគីពាក់ព័ន្ធទាំងអស់ជាពិសេសលោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណនិងរំលឹកចងចាំជានិច្ចនៅវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខដែលបានលះបង់កម្លាំងកាយចិត្តនិងជីវិតដើម្បីការពារបូរណភាពទឹកដីសន្តិភាពនិងសុខសុវត្ថិភាពជូនប្រទេសជាតិនិងប្រជាពលរដ្ឋលោកបានគូបញ្ជាក់ផងដែរថាការប្រកួតបាល់ទាត់មិត្តភាពនេះគឺជារូបសញ្ញានៃការរួបរวมគ្នាសាមគ្គីភាពនិងការគាំទ្រចំពោះកងកម្លាំងការពារជាតិផងដែរចុងបញ្ចប់លោកស្រនសមរដ្ឋីបានអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធនិងគណៈកម្មការរៀបចំទាំងអស់ឲ្យបន្តសហការគ្នាដោយមានការទទួលខុសត្រូវខ្ពស់អនុវត្តទូនីតិភារកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរដើម្បីធានាឲ្យការប្រកួតបាល់ទាត់មិត្តភាពនេះប្រព្រឹត្តទៅដោយជោគជ័យស្របតាមគោលបំណងដែលបានដាក់ចេញនិងបង្កើតភាពចងចាំល្អសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទស្សនិកជនដែលអញ្ជើញចូលរួម